ពុកមាត់ឆ្មាពុកមាត់ឆ្មាដើមជ្រុងបាទនេះជាពុកមាត់ឆ្មាឬក៏ពុកមាត់ឆ្មាដើមជ្រុងដែលភាសាសាមញ្ញហៅថាពុកមាត់ឆ្មាផ្កាសហើយពុកមាត់ឆ្មាផ្កាសនេះផងដែរមានអត្ថប្រយោជន៍ការព្យាបាលបាទព្យាបាលរលាកថ្លើមគ្រោះក្នុងប្រមាត់បាទនិងបញ្ចុះជាតិអាស៊ីតក្នុងទឹកនោមបាទកម្រិតប្រើ10ទៅ15ក្រាមនិងដើមស្លឹក5ទៅ10ក្រាមដាំទឹកផឹកក្នុងមួយថ្ងៃបាទចំណាំហាមប្រើចំពោះអ្នកមានជំងឺបេះដូងពីព្រោះមានអត្រាប៉ូតាស្យូមខ្ពស់បាទអញ្ចឹងអ្នកមានជំងឺបេះដូងហាមមិនឲ្យប្រើរុក្ខជាតិប្រភេទដើមពុកមាត់ឆ្មាផ្កាសនេះទេសូមអធិស្ឋាននិងសូមអរគុណចំពោះពុកម៉ែបងប្អូនទាំងអស់សូមអរគុណសូមជម្រាបលាបាទ